đọc cái đàn và cuộc ở trong đời sách chật thon và hayទី3មកថាគឺវនាមយៈបើបនសម្រាប់ដោយការអប់រំខាងផ្លូវចិត្តបើខាងអប់រំខាងផ្លូវចិត្តដើម្បីចម្រាស់នៅចិត្តដែលមានសោមងបើចិត្តដែលជាប់ជំពាក់បើនៅក្នុងនិរន្តរធម៌ជាដើមបើប៉ុន្តែបើយើងខាងកិច្ចការរកស៊ីក៏មានធម៌ដែរដែលមានធម៌នៅជានិច្ចនៅក្នុងប្រចាំខ្លួនយើងហ្នឹងខអត់មាននៅឆ្ងាយទេបើគឺថាសតិនិងសម្បជញ្ញៈណាសតិសម្បជញ្ញៈសតិហ្នឹងប្រែថាស្មារតីបើនឹករលឹកនៅពេលវេលានៅនឹករលឹកពេលវេលាថាពេលវេលាណាដែលយើងបកខានណាពេលវេលាណាដែលយើងទៅធ្វើបុណ្យបើទៅវត្តយើងដឹងពេលវេលាបំពេញបុណ្យកុសលហើយបើផ្នែកខាងការងារយើងនៅតែពេលណាដែលទៅធ្វើការរកស៊ីដើម្បីចិញ្ចឹមជីវិតទាំងឡាយនោះណាដូច្នេះហៅថាសតិហ្នឹងគឺលឹកណារលឹកនៅក្នុងចិត្តរបស់យើងជានិច្ចហើយដល់សម្បជញ្ញៈហ្នឹងប្រែថាដឹងខ្លួនបើដឹងខ្លួនតែយើងមានភារកិច្ចជាអីណាមានភារកិច្ចមានការតបកិច្ចដែលត្រូវធ្វើអ្វីណាមានការតបកិច្ចធ្វើការនៅក្នុងក្រុមហ៊ុនណាមានការតបកិច្ចធ្វើនៅក្នុងហាងមានការតបកិច្ចធ្វើនៅក្នុងសាឡនអីចឹងណាការងារទាំងឡាយទាំងពួងហើយបើផ្នែកខាងបុណ្យកុសលក៏យើងដឹងថានឹករលឹកនៅក្នុងពេលវេលាណាដែលយើងធ្វើបុណ្យធ្វើទានណាបុណ្យប្រជុំបុណ្យចូលឆ្នាំបុណ្យកឋិនណានីមួយជាដើមហ្នឹងណាក៏យើងមានសัพបជញ្ញៈថាតើត្រូវធ្វើអ្វីខ្លះណាដូចជាការរៀបចំនៅគ្រឿងប្រដាប់ប្រដាស្បង់ជាពរចង្ហាន់បិណ្ឌបាតណាត្រូវមានការកិច្ចនមស្ការបរតនត្រ័យណាសមាទានសិលឬក៏ស្ដាប់ប្រសង្ឃធម៌ទេសនាជាដើមនៅហើយហ្នឹងគឺថាធម៌ទាំងឡាយនេះគឺជាការប្រព្រឹត្តទៅប្រចាំថ្ងៃនៃញាតិញោមពុទ្ធបរិស័ទនៃញាតិញោមពុទ្ធបរិស័ទហើយសិលនេះកាលណាយើងមិនមានប្រសង់ដើម្បីទទួលសមាទានសិលក៏យើងអាចតាំងចិត្តណាក៏យើងអាចតាំងចិត្តរក្សាបានដែរណាបើឲ្យការអប់រំខាងផ្លូវចិត្តក៏ចឹងដែរណាបើអត់មានគ្រូសម្រាប់បង្ហាត់បង្រៀននៅការអប់រំខាងផ្លូវចិត្តទេបើក៏យើងតាំងចិត្តធ្វើម៉េចបើធ្វើដោយការលះបង់បើដូចជាការលះបង់ដែលយើងមានភាពបើធ្វើការដោយមានការប្រព្រឹត្តទៅបើដោយកាយសុចរិតណាការប្រព្រឹត្តល្អដោយកាយវិច័យសុចរិតប្រព្រឹត្តដោយល្អដែលជាតួនៃសិលហ្នឹងហើយដល់ខាងអប់រំខាងផ្លូវចិត្តបានន័យថាយើងធ្វើកិច្ចការអ្វីវាមិនខឹងមិនក្រោធអញ្ចឹងណាអញ្ចឹងញោមណាបើឧទាហរណ៍ថាយើងធ្វើកិច្ចការអីក៏យើងមិនងាយធ្វើមានមិនខឹងក្រេវក្រោធជាមួយនឹងភ្ញៀវជាមួយអតិថិជនបើមានខន្តីអំណត់អត់ធ្មត់អញ្ចឹងបានន័យថាការងារទាំងអស់នៃញាតិញោមដែលបានធ្វើបានសម្រេចជោគជ័យហ្នឹងគឺបើនិយាយទៅគឺសិតតែតាំងនៅក្នុងធម៌ឯងបើធ្វើបានសម្រេចបានដូចជាយើងសទ្ធាឥឡូវយើងនិយាយសទ្ធាមួយម៉ាត់ហ្នឹងប្រែថាជំនឿបើជំនឿទៅលើកម្មផលអំពើល្អនិងអាក្រក់ដូច្នេះហើយព្រះពុទ្ធជាម្ចាស់លោកឲ្យយើងមានសទ្ធាជំនឿទៅលើអំពើល្អនិងអំពើអាក្រក់ជាដើមអំពើល្អអំពើអាក្រក់បានន័យថាកិច្ចការដែលរៀនសូត្រកិច្ចការរកស៊ីជាដើមហ្នឹងគឺមិនមែនប្រកើតឡើងដោយការបន់សន់បួងសួងសូមអង្វរករធ្វើបានទេបើដូច្នេះព្រះពុទ្ធជាម្ចាស់ឲ្យយើងខំប្រឹងដោយការងាររបស់យើងខំប្រឹងនៅអំពើណាដែលយើងធ្វើដោយសមត្ថភាពដោយបញ្ញាបើសទ្ធាណាប្រែតែជំនឿជឿទៅលើនៅអំពើល្អនិងអំពើអាក្រក់បុណ្យក៏អញ្ចឹងដែរណាបានន័យថាយើងជំនឿទៅលើសេចក្តីល្អបុណ្យហ្នឹងណាហើយវាអាចធ្វើបានផលបានបើសទ្ធាហ្នឹងហើយសីលៈណាដូចជានិយាយពីសិលបាញ់អញ្ចឹងហើយកើតឡើងដោយវិរិយៈបើដូចជាវិរិយៈគឺការព្យាយាមអញ្ចឹងណាតើតែប្រឹងប្រែងបានប្រឹងប្រែងព្យាយាមលះបង់គ្រប់ពេលវេលាទាំងអស់ណាសិតតែកើតឡើងដោយធម៌ទាំងអស់ហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងយើងទៀតថាការងារទាំងឡាយទ្រព្យសម្បត្តិទាំងឡាយក្តីក្នុងលោកយើងនេះដែលយើងបានប្រឹងប្រែងស្វែងរកធ្វើកិច្ចការដោយកម្លាំងកាយកម្លាំងចិត្តកម្លាំងបញ្ញារបស់រួចហើយហ្នឹងលោកថាឲ្យយើងខំប្រឹងសន្សំនៅទ្រព្យបើទ្រព្យ10ប្រសើរ7យ៉ាងទៀតណាទ្រព្យ10ប្រសើរ7យ៉ាងបើទ្រព្យ10ប្រសើរ7យ៉ាងហ្នឹងគឺជាទ្រព្យដែលជាប់នៅក្នុងចិត្តនៅក្នុងដួងចិត្តរបស់យើងបើព្រោះអីទ្រព្យទាំងឡាយក្នុងផ្លូវលោកយើងហ្នឹងវាអាចប្រែប្រួលណា
ទ្របទាំងឡាយក្នុងលោកយើងហ្នឹងកាលណាយើងលះលោកនេះឬក៏យើងប្រែប្រួលលះលោកនេះគឺទ្របទាំងឡាយនៅខាងក្រៅមិនទៅតាមយើងទេមិនទៅតាមយើងដូចប្រែប៉ុន្តែយើងត្រូវចេះឆ្នៃទ្របដែលមានជុំវិញទាំងអស់នោះឲ្យមានខ្លឹមសារដូចជាទ្របទី1ហៅថាសទ្ធាតណ្ណសទ្ធាតណ្ណហ្នឹងសំដៅទៅលើទ្របគឺសទ្ធាដូចនិយាយមកអញ្ចឹងជឿទៅនៅជឿល្អជឿល្អយើងធ្វើល្អបានផលល្អធ្វើអាក្រក់បានផលអាក្រក់ហើយជឿថាកម្មផលទាំងឡាយហ្នឹងដែលញាតិញោមពុទ្ធបរិស័ទណាមានកាយសម្បទាមានរូបសម្បត្តិមានពណ៌សម្បុរមានបញ្ញាការរកស៊ីចម្រុងចម្រើនហ្នឹងគឺដោយមានបុណ្យជាពុព្វជាតិមកមានបុណ្យពីពុព្វជាតិមកទៅគឺញ៉ាំងនៅតួខ្លួនញ៉ាំងនៅសតិរបស់យើងហ្នឹងគឺរៀនសូត្របានឆាប់លូតលាស់ធ្វើកិច្ចការរកស៊ីក៏បានចម្រុងចម្រើនដូចនេះសសំណានៅក្នុងអត្ថបុណ្យពីពុព្វជាតិនិងបច្ចុប្បន្នកាលនេះចឹងហើយនេះជាទ្របទី1ហៅថាសទ្ធាតណ្ណទ្របគឺសទ្ធាសីលតណ្ណទ្របគឺការរក្សាសិល5សិល8ជាដើមហិរិតណ្ណគឺទ្របគឺសេចក្តីខ្មាស់បាបដែលយើងមិនធ្វើនៅអំពើបាបអាក្រក់ទាំងឡាយហ្នឹងដោយខ្មាស់ជៀសវាងនៅអំពើអាក្រក់ទាំងឡាយនោះអតបៈធនហ្នឹងទ្របគឺសេចក្តីខ្លាចបាបដោយយើងខ្លាចបាបខ្លាចមានទោសទណ្ឌកម្មជាដើមនិយាយដោយខ្លីមកហើយចក្រតណ្ណគឺទ្របការលះបង់បរិច្ចាគញាតិញោមពុទ្ធបរិស័ទនឹងបានលះបង់ទ្រព្យសម្បត្តិលុយកាក់ធ្វើបុណ្យធ្វើទានកសាងវត្តអារាមកសាងសាលារៀនកសាងវិហារចេតិយកសាងផ្លូវថ្នល់ស្រះទឹកឬឧបត្ថម្ភដល់ចាស់ទុំម៉ែអូជាដើមហ្នឹងការលះបង់ធ្វើទានការលះបង់ទ្រព្យសម្បត្តិនៃការកសាងហ្នឹងគឺថាជាទ្រព្យដ៏ប្រសើរជាទ្រព្យដ៏ប្រសើរនោះជាទ្រព្យដែលមិនបាត់បង់ទៅណាទេហើយទ្រព្យទី6សុតតណ្ណទ្រព្យគឺការស្ដាប់ការរៀនណាញាតិញោមណាសម័យបច្ចុប្បន្នហ្នឹងបើយើងអត់មានគ្រូនៅជិតទេអាចស្ដាប់តាម Facebook តាម YouTube ឬក៏មើលសិភៅអីជាដើមហ្នឹងដើម្បីបានជាការសិក្សារៀនសូត្រគឺញ៉ាំងនៅបញ្ញារបស់ញោមញាតិពុទ្ធបរិស័ទហ្នឹងមិនអោយទៅកាន់អបាយភូមិជាដើមហើយទ្រព្យទី7គឺបញ្ញាធនំទ្រព្យគឺបញ្ញាណាបញ្ញាដែលដឹងខុសដឹងត្រូវដឹងគុណបុណ្យបាបគុណទោសដឹងនៅសភាវៈដែលកើតឡើងហើយមិនទៀងទាត់អនិច្ចំមិនទៀងទុក្ខយនិទុក្ខអនត្តាដែលមិនអាចបង្កប់បញ្ជាខ្លួនប្រាណរបស់យើងកុំឲ្យចាស់កុំឲ្យឈឺកុំឲ្យស្លាប់ជាដើមដូច្នេះទ្រព្យទាំង7យ៉ាងហ្នឹងលោកថាជាទ្រព្យដ៏ប្រសើរទ្រព្យដ៏ប្រពៃកាលណាធ្វើរួចហើយទៅឲ្យផលជានិច្ចកាលគ្រប់ជាតិទៅក្នុងអនាគតកាលដូច្នេះហើយញាតិញោមពុទ្ធបរិស័ទទាំងឡាយបានន័យថាយើងខំប្រឹងប្រែងរកស៊ីគ្រប់សពបែបយ៉ាងទាំងអស់ក្នុងជីវិតជាមនុស្សបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងថាកិច្ចឈរមនុស្សសពរិលាភោឃើញណាកិរិយាត្រឡប់បានកើតអត្តភាពជាមនុស្សណាយើងបានកើតជាមនុស្សហ្នឹងគឺជាការកម្រការកើតជាមនុស្សរាប់រយរាប់លានរាប់កោតហ្នឹងតើតែមានកុសលតើតែមានសង្ខារជាកុសលហ្នឹងឧបត្ថម្ភមកទើបបានកើតមកជាមនុស្សបានកើតជាមនុស្សបានកិច្ចឆੰមច្ចានជីវិតាំងបានកើតមកជាមនុស្សរួចហើយកិរិយារស់នៅរបស់មនុស្សទាំងប្រុសទាំងស្រីទាំងគ្រប់សពជាតិសាសន៍ទាំងអស់ហ្នឹងគឺជាការកិរិយាចិញ្ចឹមជីវិតទាំងឡាយនោះក៏ជាការលំបាកជាការកម្រទាំងអស់ប៉ុន្តែបើមិនខំប្រឹងទេគឺថាលំបាកហើយដូច្នេះជាការខំប្រឹងគ្រប់ទាំងថ្ងៃទាំងយប់ឃើញនៅជីវិតរបស់មនុស្សបើមិនខំប្រឹងអញ្ចឹងគឺមិនអាចរកបានឃើញទេណាអានោះគឺជាពុទ្ធដីកាដូច្នេះកិច្ចឆੰមច្ចានជីវិតាំងហ្នឹងកិរិយារស់នៅរបស់មនុស្សសពសត្វគ្រប់វ័យនេះគឺសុទ្ធតែជាការលំបាកជាការកម្រទាំងអស់កិច្ចឆੰសទ្ធម្មសវណ្ណហ្នឹងកិរិយាបានស្ដាប់នៅព្រះធម៌ឃើញទេដូចជាញោមញាតិយើងជាខ្មែរកាន់ពុទ្ធសាសនាមិនមែនប៉ុន្តែការបានស្ដាប់នៅធម៌ក៏ជាកម្រទៀតកម្រមានលោកមកសូត្រមន្តមកសំដែងធម៌ទេសនា